នារីម្នាក់នោះបានបោះស្បែកជើងចោលដោយមិនខ្វល់ខ្វាយវាបានធ្លាក់ទៅចំទូដាក់ស្បែកជើងរបស់អ្នកជិតខាងគាត់ដែលនៅទល់មុខគ្នាទូដាក់ស្បែកជើងនោះក៏លំភ្លាមហើយខ្ទប់ជាប់នឹងកន្លេសទ្វារពេលដែលបុរសនោះដឹងថាគាត់មិនអាចចេញក្រៅបានគាត់ក៏ទូរស័ព្ទទៅផ្នែកគ្រប់គ្រងអគារភ្លាមដើម្បីឲ្យពួកគេមកជួយគាត់ដោយឃើញរបស់របររីប៉ាយនៅមុខទ្វារគាត់ក៏ទៅពិនិត្យកាមេរ៉ាសុវត្ថិភាពដោយក្តីខឹងសម្បាគាត់បានដឹងភ្លាមថារបស់ទាំងអស់គឺជារបស់នាងអ្នកដើម្បីទាមទារឲ្យនាងសុំទោសប៉ុន្តែជានាងបានទៅវិញថានេះជាច្រកដើររួមហើយនាងមានសិទ្ធិដាក់របស់របរនៅកន្លែងបានសុំទោសទាំងពេលនិយាយឆ្កាំឆ្គងបន្ទាប់ពីបុរសនោះប្រាប់ថារបស់នាងកំពុងរារាំងផ្លូវចូលទ្វារផ្ទះគាត់បុរសនោះខឹងសម្បាខ្លាំងណាស់ហើយបដិសេធមិនព្រមលើកលែងឲ្យនាងឡើយថែមទាំងនិយាយពាក្យសម្ដីចាក់ដោតនាងទៀតផងទង្វើនេះធ្វើឲ្យថ្ងៃនារីនោះទូលាគេក៏ខ្លាចជាស្ត្រូវនឹងគ្នាយ៉ាងខ្លាំងយប់មួយបុរសនោះបានឃើញនារីម្នាក់នោះកំពុងលក់បាយឆានៅក្បែរសាលារៀនមួយគាត់ដើរទៅរកនាងដោយចិត្តនាងអាក្រក់ហើយប្រាប់នាងថាការលក់ដូរនៅទីនេះខុសច្បាប់ពេលដែលនារីនោះកំពុងទៅវិញសន្តិសុខសាលាក៏បានឃើញពួកគេលឺសន្តិសុខដេញឲ្យនាងទៅវិញនារីនោះក៏ប្រញាប់ប្រមូលរបស់របរហើយរត់គេចខ្លួនបុរសនោះមានអារម្មណ៍ពេញចិត្តយ៉ាងខ្លាំងនៅពេលឃើញដូច្នេះហើយក៏បន្តរាយការណ៍ពីនាងទៅកាន់សន្តិសុខទៀតរាល់ពេលដែលនាងព្យាយាមរត់គេចពីសន្តិសុខហើយព្យាយាមត្រឡប់មកវិញបុរសម្នាក់នោះនៅតែបញ្ជាឲ្យសន្តិសុខដេញតាមនាងម្ដងទៀតការដេញតាមនេះបញ្ចប់ទៅលុះត្រាតែដល់ម៉ោងចុះវេនរបស់សន្តិសុខប៉ុណ្ណោះនៅម្ខាងទៀតកង់រទេះលក់ដូររបស់នាងបានជាប់ក្នុងរណ្ដៅតូចមួយនៅលើផ្លូវមិនទាន់អស់រឿងទេភ្លៀងក៏ចាប់ផ្ដើមធ្លាក់ចុះមកយ៉ាងខ្លាំងនៅពេលនោះនាងព្យាយាមរុញកង់រទេះចេញប៉ុន្តែនាងហត់នឿយខ្លាំងពេកមិនអាចកម្រើកវាបានឡើយនៅពេលដែលនាងកំពុងអស់សង្ឃឹមបុរសម្នាក់នោះក៏ដើរចូលមកក្បែរនាងទោះបីជាគាត់ធ្លាប់តែសប្បាយរីករាយក្នុងការធ្វើបាបនាងកន្លងមកប៉ុន្តែពេលនេះគាត់មិនអាចទ្រាំឃើញនាងស្ថិតក្នុងស្ថានភាពបែបនេះបានទេពួកគេទាំងពីរនាក់ក៏បានរួមដៃគ្នារុញរទេះនោះទៅកន្លែងមានសុវត្ថិភាពភ្លាមនោះសំឡេងក្មេងស្រីតូចម្នាក់បានបន្លឺឡើងចេញពីក្នុងរទេះបុរសម្នាក់នោះភ្ញាក់រឹតនាងបានបើកវាំងរទេះបង្ហាញឲ្យឃើញក្មេងស្រីម្នាក់កំពុងដេកនៅទីនោះជាមួយម៉ាស៊ីនជំនួយដង្ហើមនាងបានប្រាប់បុរសនោះថានេះជាប្អូនស្រីរបស់នាងដោយសារប្អូនស្រីមានជំងឺបេះដូងនាងមិនហ៊ានទុកប្អូនឲ្យនៅផ្ទះម្នាក់ឯងឡើយដូច្នេះហើយទើបនាងតែងតែនាំប្អូនទៅជាមួយគ្រប់ពេលដែលនាងចេញទៅលក់ដូរបុរសនោះមានអារម្មណ៍ខុសយ៉ាងខ្លាំងហើយក៏សូមជូនពួកនាងត្រឡប់ទៅផ្ទះវិញប៉ុន្តែនាងបានប្រាប់ថានាងបានរើចេញហើយលែងជាអ្នកជិតខាងរបស់គាត់ទៀតហើយពេលឈរមើលក្នុងរបស់ពួកគេដើរចេញទៅបុរសនោះមានអារម្មណ៍មិនស្រួលក្នុងចិត្តយ៉ាងខ្លាំងគាត់គេងមិនលក់សោះនៅយប់នោះដោយសារតែវិបត្តិសារីក្នុងចិត្តគេគិតថាខ្លួនឯងធ្វើរឿងក្មេងពេកដែលតាមរករឿងស្ត្រីម្នាក់នោះមិនឈប់រឿងរ៉ាវតូចតាចដើម្បីសុំទោសគេបានរងចាំនៅកន្លែងដែលនាងធ្លាប់លក់ដូរប៉ុន្តែនាងមិនបានត្រឡប់មកវិញឡើយថ្ងៃមួយបុរសនោះបានទៅការិយាល័យគ្រប់គ្រងអចលនទ្រព្យដើម្បីអូនឯពីបញ្ហានៅក្នុងបន្ទប់របស់គេស្រាប់តែស្ត្រីម្នាក់នោះរត់ចូលមកទាំងស្លន់ស្លោហើយអង្វរឲ្យបុគ្គលិកជួយឲ្យនាងលក់ផ្ទះបានវាបានលេចថាអ្នកទិញមុននេះបានដកខ្លួននៅនាទីចុងក្រោយហើយស្ថានភាពអូនស្រីរបស់នាងក៏ស្រាប់តែធ្លាក់ដុនដាបខ្លាំងដែលទាមទារឲ្យមានការវះកាត់ជាបន្ទាន់មានតែការលក់ផ្ទះទេទើបនាងអាចរកលុយខ្លៃវះកាត់បានពេលឃើញនាងអង្វរបុគ្គលិកមិនឈប់បេះដូងរបស់គេក៏ចាប់ផ្ដើមទន់ជ្រាយជាលើកដំបូងដែលគេព្រមដាក់ភាពអំនួតចុះហើយទៅសុំលុយឪពុកអ្នកមានរបស់គេបន្ទាប់ពីបានលុយមកគេខ្មាស់អៀនពេកមិនហ៊ានយកទៅឲ្យនាងដោយខ្លួនឯងទើបគេពឹងមិត្តភ័ក្តិឲ្យយកលុយទៅបង់ថ្លៃវះកាត់ជំនួសនៅពេលដែលនាងយកប្លង់ផ្ទះទៅមន្ទីរពេទ្យដើម្បីដាក់បញ្ចាំបង់ថ្លៃវះកាត់បន្ទាន់ឲ្យប្អូនគ្រូពេទ្យក៏ប្រាប់នាងថាគ្រប់ចំណាយទាំងអស់ត្រូវបានបង់រួចរាល់អស់ហើយ